អាចកំបាំង3យ៉ាងដែលអ្នកប្រើវារាល់ថ្ងៃក៏ប៉ុន្តែអ្នកមិនដែលដឹងតែអ្នកមានឆ្ងល់ទេថារុនតូចមួយនៅចន្លោះកាមេរ៉ាខាងក្រោយនៃផ្លាស់លើទូរស័ព្ទ iPhone ឬ Android តើគេធ្វើទុកដើម្បីអ្វីតាមពិតទៅវាគឺជា microphone ទី2ដែលមានតួនាទីបឺតយកសំឡេងរំខានចេញពីជុំវិញខ្លួនអ្នកដើម្បីឲ្យដៃគូសន្ទនារបស់អ្នកមកខាងទៀតឮសំឡេងច្បាស់ល្អទី2ថ្ងៃផុតកំណត់នៅលើដបទឹកសុទ្ធមិនមែនបញ្ជាក់ថាទឹកផ្អុំទេប៉ុន្តែវាជាថ្ងៃដែលដបជ័រចាប់ផ្ដើមបញ្ចេញនៅសារធាតុគីមីចូលទៅក្នុងដបទឹកទី3ដុំខ្មៅមូលដែលជាប់នឹងខ្សែសាកកុំព្យូទ័ររបស់អ្នកតែអ្នកដឹងទេថាវាសម្រាប់ធ្វើអ្វីវាគឺជួយការពាររលកសញ្ញាវិទ្យុសកម្មនិងសំឡេងរំខានមិនឲ្យប៉ះពាល់ដល់ការសាកថ្មតើអ្នកដឹងរឿងទាំងនេះពីមុនមកទេបើទើបតែដឹងកុំភ្លេចចុច follow និង share វីដេអូម្នាក់មួយផងណា